nhung hiện lại cái xong bay taประชุมជាមួយបុគ្គលិកចឹងក៏ខ្ញុំត្រូវពឹងពាក់ប្តីខ្ញុំឲ្យគាត់នឹងចូលប្រជុំជាមួយដែរយើងអត់សូវហ៊ានឈ្មោះឈ្មោលអីចេញមកខ្លួនឯងពេលដែលកូនខ្ញុំមួយបើគាត់កើតមកហ្នឹងគាត់ត្រូវនៅក្នុងកែវទៀតពិបាកវាមានបញ្ហាដែលធ្ងន់ធ្ងរនៅក្នុងពេលហ្នឹងក៏ប៉ុន្តែវាខ្ញុំហ៊ានបានរឿងមួយទៀតហើយនៅពេលហ្នឹងយើងចាប់ផ្ដើមគិតថាចេះយើងមានកូន3នាក់នៅក្នុងដៃយើងទៀតអាចថាទុកពេលមកឲ្យខ្ញុំនឹងគិតកាន់តែច្បាស់កាន់តែ clear ថាបន្ទាប់ពីហ្នឹងមកខ្ញុំត្រូវធ្វើអីគេទៀតខ្ញុំអត់អាចនៅតែអញ្ចឹងណាព្រោះខ្ញុំអត់អាចនៅតែអញ្ចឹងបើខ្ញុំនៅតែអញ្ចឹងមានន័យថាវាហាក់ដូចជាយើងមាន business យើងមានអីអស់ហើយប៉ុន្តែយើងអត់តន់គ្រប់គ្រងខ្លួនឯងហាយើងអត់តន់គ្រប់គ្រងខ្លួនឯងបានហ្នឹងអាហ្នឹងវាអត់តន់ហៅថាយើងពិតជាអាចធ្វើអារឿងហ្នឹងបានហ្នឹងណាអីដែលចេះតែជំរុញឲ្យខ្ញុំទៅមុខហ្នឹងខ្ញុំតែងតែប្រាប់ខ្លួនឯងថាទោះមិនក៏ដោយក៏អត់អាចបោះបង់ទេហើយតែងតែលើកទឹកចិត្តខ្លួនឯងថាវាតែងតែមានផ្លូវទៅមុខរហូតខ្ញុំអាចនិយាយបានថាខ្ញុំផ្លាស់ប្ដូរខ្លួនឯងខ្លាំងហ្នឹងគឺដោយសារពី2014ខ្ញុំបានបើករហូតមកដល់2018ហ្នឹងខ្ញុំក៏គិតថាខ្ញុំអត់ទាន់បានដាក់ចិត្តដាក់កាយនៅក្នុង business ហ្នឹងទាំងស្រុងមកនេះទី1គឺដោយសារតែខ្ញុំរៀងខ្លាចគេអាចចិត្តមោះមុតខ្លួនឯងនេះវាអត់សូវទេវាមានតែគំនិតប៉ុន្តែអាការមោះមុតបញ្ចេញសកម្មភាពហ្នឹងអត់សូវទេពេលហ្នឹងពេលខ្លះអាចថាសំបីតាប្រជុំជាមួយបុគ្គលិកចឹងក៏ខ្ញុំត្រូវពឹងពាក់ប្តីខ្ញុំឲ្យគាត់នឹងចូលប្រជុំជាមួយដែរហើយដល់ខ្ញុំនឹងប្រាប់ពីអ្វីដែលខ្ញុំចង់និយាយជាមួយបុគ្គលិកហ្នឹងឲ្យទៅគាត់ទៅពេលចឹងខ្ញុំក៏នៅតែបន្តឲ្យគាត់នឹងជួយដដែលចឹងទៅប៉ុន្តែនៅពេលដែលខ្ញុំមានទង្ងន់កូនទី3ពេលហ្នឹងខ្ញុំចិត្តសម្រាកាលហ្នឹងវាព្រៀងផ្លាស់ប្ដូរខ្ញុំខ្លាំងនៅក្នុងពេលហ្នឹងដោយសារតែចេះយើងត្រូវគេងនៅពេទ្យនៅសន្តាគារហ្នឹងជាប់រហូតដោយសារតែកូនហ្នឹងវាចង់កើតមកមុនខែចាំពេលហ្នឹងវាធ្វើអារម្មណ៍យើងមួយហ្នឹងវាអត់ស្រួលមួយបាត់ណាគិតវែងគិតឆ្ងាយអញ្ចឹងណាហើយបន្ទាប់មកទៀតខ្ញុំក៏បានយើងមិនថាយើងទទួលដំណឹងថាយើងដឹងពីមានអ្នកដែលស្គាល់អញ្ចឹងទៅក៏ហើយពេលហ្នឹងបើខ្ញុំគិតប្រហែលជាគាត់ខ្ទង់តែ20ជាងគាត់ព្រួយគាត់ប្អូនខ្ញុំឯងគ្រូសាផាគាត់មានជំងឺstroke ទាំងវ័យក្មេងតើទៅពេលចាកន្លែងហ្នឹងមួយវាដូចបញ្ញាអារម្មណ៍ខ្ញុំមួយដែរវាបញ្ញាអារម្មណ៍មួយថាក្មេងអាចមានជំងឺអញ្ចឹងចុះបើពីខ្ញុំទៅរងថ្ងៃនៅពេលដែលយើងបែកទៅមើលខ្លួនឯងវិញយើងមានអាជីវកម្មប៉ុន្តែយើងនៅតែពឹងនៅលើប្តីយើងសឹងតែទាំងស្រុងយើងអត់សូវហ៊ានឈ្មោះឈ្មោលអីចេញមកខ្លួនឯងយើងអត់ទាន់កាន់ការងារនឹងបានដោយខ្លួនឯងហើយយើងក៏អត់ទាន់ដូចថាមានតែគំនិតណាដូចពេលគំនិតបង្កើត catering បង្កើតអីចឹងខ្ញុំមានប៉ុន្តែសួរថាឲ្យខ្ញុំនឹងទៅ involve ការងារនឹងទាំងអស់ហ្មងអញ្ចឹងដូចយើងអត់តន់ណាហើយនៅពេលនេះយើងចាប់ផ្ដើមគិតថាចេះយើងមានកូន3នាក់នៅក្នុងដៃយើងទៀតហើយពេលដែលអញ្ចឹងពេលដែលកូនខ្ញុំមួយបើគាត់កើតមកហ្នឹងគាត់ត្រូវនៅក្នុងកែវទៀតហើយនៅពេលហ្នឹងវាជាពេលមួយដែលធ្វើឲ្យយើងហ្នឹងអង្គុយដូចចង់ឲ្យហាអាពេលតនេហ្នឹងណាដែលយើងបង្កើតហើយតែយកបានមើលគាត់ណាយើងនៅតែក្នុងបន្ទប់អញ្ចឹងទៅក៏យើងចាប់ផ្ដើមអង្គុយនិយាយរួមទៅវាអាចថាទុកពេលមកឲ្យខ្ញុំនឹងគិតកាន់តែច្បាស់កាន់តែ clear ថាបន្ទាប់ពីហ្នឹងមកខ្ញុំត្រូវធ្វើអីគេទៀតខ្ញុំអត់អាចនៅតែអញ្ចឹងណាអញ្ចឹងវាជាពេលវេលាមួយដែលធ្វើឲ្យខ្ញុំនឹងគិតច្រើនខ្លាំងមែនទែនមកថាអ្វីសពគ្រប់បែបយ៉ាងវាអត់ទៅរលូនតាមអ្វីដែលយើងគិតណាដូចពេលដែលយើងទងន់អញ្ចឹងយើងព្យាយាម take care កូនយើងរហូតមើលអេខូមានតែមើលច្រើនជាងពេទ្យប្រាប់ទៀតតាមដានគ្រប់យ៉ាងធ្វើមិនក៏ដោយយើងអត់ចង់ឲ្យមានបញ្ហាក៏ប៉ុន្តែវាទៅជាមានបញ្ហាទាំងដែល everything ដូចថាយើង prepare ល្អយើងចាំនិយាយថាតើ everything prepare ល្អវាមិនសូវមានអីកើតឡើងហ្នឹងមែនទេតែអានេះវាទៅកើតហើយវាទៅជាកើតហើយវាកើតក្នុងលក្ខណៈមួយដែលថាវាធ្វើឲ្យយើងនឹងពិបាកទទួលយកដូចយើងពេលដែលយើងកើតកូនហើយពេលយើងចេញទៅក្រៅយើងមើលគេវិញ
ឃើញគេច្រើនរុញកូនងាហ្នឹងចូលទៅក្នុងបន្ទប់ដើម្បីឲ្យម៉ាក់គេនឹងមើលអាចយើងវិញនឹងអង្គុយតែយើងអីតែយើងនៅតែក្នុងបន្ទប់តែយើងដូចយើងដេកស្ថាគារលេងណាអញ្ចឹងនៅពេលហ្នឹងវាជាពេលមួយដែលឲ្យយើងនឹងគិតច្រើនខ្លាំងមែនទែនហ្មងនិយាយឲ្យចំហើយគិតច្រើនតែក៏ជាពេលមួយដែលល្អដែរដែលវាហាក់ដូចជាផ្ដល់គំនិតថា next step ខ្ញុំត្រូវធ្វើឲ្យគេបន្តទៀតហើយខ្ញុំក៏ដឹងថាអូអាហ្នឹងវាល្អដែរវាដូចចង់និយាយថាវាមានរឿងដែលពិបាកវាមានបញ្ហាដែលធ្ងន់ធ្ងរនៅក្នុងពេលហ្នឹងក៏ប៉ុន្តែវានៅសល់វាបានផ្ដល់ពេលឲ្យយើងនឹងបានគិតកាន់តែច្បាស់ថាបន្ទាប់ពីហ្នឹងខ្ញុំត្រូវធ្វើអីគេឲ្យដាច់អហង្ការថាខ្ញុំត្រូវតែធ្វើដោយខ្លួនឯងព្រោះអីយើងមិនអាចពឹងទៅលើតែអ្នកដូចថាយើងមិនអាចពឹងទៅលើតែប្តីតែមួយយើងមិនអាចពឹងទៅលើប្រពន្ធតែមួយឬក៏អីទេនិយាយរួមទៅយើងត្រូវដើរទាំងពីរនាក់ដោយសារតែវាជាទំនួលខុសត្រូវរបស់យើងទាំងពីរនាក់ព្រោះដោយសារកូនយើងក៏មានដែរអញ្ចឹងវាមិនអាចថាយើងត្រូវតែពឹងលើតែប្តីសុទ្ធឬក៏ពឹងលើប្រពន្ធសុទ្ធទេអញ្ចឹងនៅពេលហ្នឹងអីដែលខ្ញុំចែកបានគឺអារឿងហ្នឹងហើយខ្ញុំដឹងថាតើខ្ញុំត្រូវធ្វើអីគេបន្តទៀតព្រោះខ្ញុំអត់អាចនៅតែអញ្ចឹងទេបើខ្ញុំនៅតែអញ្ចឹងមានន័យថាវាហាក់ដូចជាយើងមាន business យើងមានអីអស់ហើយប៉ុន្តែយើងអត់តន់គ្រប់គ្រងខ្លួនឯងយើងអត់តន់គ្រប់គ្រងខ្លួនឯងបានហ្នឹងអាហ្នឹងវាអត់តន់ហៅថាយើងពិតជាអាចធ្វើអារឿងហ្នឹងបានអញ្ចឹងណាអញ្ចឹងបន្ទាប់ពីហ្នឹងមកហើយក៏ខ្ញុំបានធ្វើការសម្រេចចិត្តមួយត្រូវតែចេញឲ្យខ្លួនឯងហ្នឹងឈរឲ្យមាំដោយខ្លួនឯងអញ្ចឹងណាចាប់ផ្ដើមរៀនវគ្គស្អីក៏រៀនឲ្យតែដឹងថាវាហ្នឹងគឺជាវគ្គមួយដែលជួយយើងជួយបង្កើនទាំង personal credit របស់យើងទាំង business របស់យើងពីការគ្រប់គ្រងអីទាំងអស់ហ្នឹងគឺខ្ញុំចាប់ផ្ដើមចូលអីដែលចេះតែជំរុញឲ្យខ្ញុំទៅមុខហ្នឹងខ្ញុំតែងតែប្រាប់ខ្លួនឯងថាទោះមិនក៏ដោយក៏អត់អាចបោះបង់ទេហើយតែងតែលើកទឹកចិត្តខ្លួនឯងថាវាតែងតែមានផ្លូវទៅមុខរហូតឲ្យតែយើងអត់បាក់ទឹកចិត្តណាវាប្រកាសជាមានអ្នកមកជួយយើងបន្តទៀត